សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមកបង្ហាញមួយទាក់ទងជាមួយកុំព្យូទ័រយើងបាត់កន្លែង Wi-Fi កន្លែង Wi-Fi យើងមានបញ្ហាអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងតាមដានទស្សនាវីដេអូខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចូលទៅយើងសរសេរថា CMD មកអូខេហើយយើង run as admin ពេល run as admin វានឹងចូលមកយើងចេះចឹងយើងបី comment មក ping នេះយើង ping PIMG ចឹងមក 127.0.0.0.0.1 ping នេះបានន័យថាយើង ping តែមើល network adapter របស់កុំព្យូទ័រឬក៏ PC របស់យើងហ្នឹងវាមានបញ្ហាអត់បើ ping ទៅ reply គឺអត់មានបញ្ហាទៅលើ hardware ទេអញ្ចឹងបញ្ហា software អញ្ចឹងបញ្ហា software យើងអាចធ្វើបានអត់អីទេបើបញ្ហា hardware តើតែយើងផ្លាស់ប្ដូរឬក៏ជួសជុលអីអញ្ចឹងណាអញ្ចឹងមួយទៀតយើងត្រូវ check មើលទៅតទៅជាមួយ key បើ laptop អ្នកនរគ្នាមាន key កន្លែង disk សបល់ Wi-Fi ហ្នឹងយើង check មើលបន្តិចទៅបើមានយើងត្រូវដោះកន្លែងហ្នឹងវិញទៅតែបើថាអត់មានទេអត់អីទេអញ្ចឹងយើងដោះស្រាយទាំងអស់គ្នាតោះអញ្ចឹងយើងចូលមកកន្លែង search នេះមកយើង search GP edit ចឹងមកឬក៏យើង search edit គ្រប់ policy ហ្មងក៏បានដែរអត់អីទេកន្លែងហ្នឹងអញ្ចឹងយើង search មកហើយសូបែបនេះអញ្ចឹងយើងចូលមកកន្លែង user config មកហើយយើងចូល administrator template យើងចូល administrator template យើង select យក start menu and taskbar ហើយយើងទៅពាក្យremove networkអូខេ scroll មកក្រោមទៀតនេះremove the network iconចឹងបើយើងមានកន្លែងហ្នឹងបើ enable ឬក៏ nothing យើងដូរដាក់ disable មកយើងចុច apply ចុច OK អូខេយើង back យើង search service យើង scroll រកមើលនេះទៀតnetwork ទៀតអញ្ចឹង scroll មកក្រោមនេះ VLAN auto config ច្រឡំ network អញ្ចឹងយើងចុចបើកមើលបើវា manual យើងដាក់ automatic មកហើយយើងមើលកន្លែងនេះបើ stop អញ្ចឹងយើងចុច start service វា stop យើងចុច start service មកយើងចុច apply ចុច OK អូខេហើយមកដល់កន្លែងនេះយើង search device manager មកដើម្បីយើងទៅមើល network adapter របស់យើងអូខេយើងមកដល់កន្លែងនេះ network adapter អញ្ចឹងបើអត់ទាន់មានឃើញ port Wi-Fi យើងទេអញ្ចឹងយើងចុចកន្លែង hidden ណាយើងចុចកន្លែង view មកអញ្ចឹងចូលទៅ view ហើយយើងចូល show hidden icon មានន័យយើង show មកទាំងអស់network adapter ដែលយើងមានប្រហែលហ្នឹងប្រហែល port ណាអញ្ចឹងយើងចុច scan មកអូខេ scan មួយវា show មកឲ្យIntel IPv6 ចុងហើយយើងចុច disable វាមួយមកមានតែ refresh វាមួយអញ្ចឹងហើយយើង right click ម្ដងទៀតមកយើងយក enable វិញ enable អូខេហើយយើងទៅតេស្តមើលកន្លែង Wi-Fi យើង connect ម្ដងទៀតតើវា available ឲ្យយើង connect បានហើយអញ្ចឹងចូលមកនេះអូខេវា show available ហើយតែបើអ្នកទាំងអស់គ្នាធ្វើដូចមិញហើយវានៅតែអត់ available នៅតែមានបញ្ហាដដែលអ្នកទាំងអស់គ្នាអាច remove port មួយហ្នឹងចេញមកទៅយើង right click មកយើងយក uninstall device មកចឹងយើង uninstall ហើយយើងចូលទៅ Google search មកទៀតតែនេះខ្ញុំអត់ uninstall ទេខ្ញុំទុកទៅដល់មកហើយយើងចូលទៅ Google អាហ្នឹងឧទាហរណ៍បងអ្នកនរគ្នាចូលអ្នកនរគ្នា uninstall ចូលទៅ Google search network adapter អូខេយើងចូលមកដល់ Google ហើយយើង search មក search ដូចខ្ញុំអញ្ចឹងមកណា search driver របស់ Windows 11ចឹងមកចឹងវាសូមមក Windows 10ក៏បាន Windows 11ក៏បានដែរអូខេយើងអាច download install ទៅក៏ click install EXE នឹង file ហ្នឹងទៅគឺដែរវិញហើយអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូការចែកណែរបស់ខ្ញុំសូមជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណ